សហភាពអឺរ៉ុបអនុម័តប្រាក់កម្ចី 90 លានអឺរ៉ូដល់អ៊ុយក្រែននិងទណ្ឌកម្មថ្មីលើរុស្ស៊ីក្រោយហុងគ្រីបោះបង់សិទ្ធិវេតូនៅក្នុងដំណាក់កាលដ៏សារវ័ននៃសង្គ្រាមនៅអ៊ុយក្រែនសហភាពអឺរ៉ុបបានបង្ហាញឲ្យពិភពលោកឃើញនូវភាពរឹងមាំនិងសាមគ្គីភាពដែលមិនអាចបំបែកបាននៅថ្ងៃពុធទី 22 មេសារបាំងនយោបាយដែលបានរាំងស្ទះអស់រយៈពេលជាច្រើនខែត្រូវបានរលាយបាត់ទៅវិញនៅពេលដែលឯកអគ្គរដ្ឋទូតនៃរដ្ឋសមាជិកទាំង 27 បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការអនុម័តផ្ដល់ប្រាក់កម្ចីចំនួន 90 លានអឺរ៉ូឬប្រមាណ 106,000 លានដុល្លារដល់ប្រទេសអ៊ុយក្រែនព្រមទាំងការដាក់ចេញនូវកញ្ចប់ទណ្ឌកម្មថ្មីដ៏ធ្ងន់ធ្ងរប្រឆាំងនឹងទីក្រុងមូស្គូការសម្រេចចិត្តនេះមិនត្រឹមតែជាការផ្ដល់ដង្ហើមសេដ្ឋកិច្ចដល់អ៊ុយក្រែនប៉ុណ្ណោះទេប៉ុន្តែវាគឺជាសញ្ញាព្រមានយ៉ាងខ្លាំងក្លាទៅកាន់វិមានក្រឹមឡើងថាអឺរ៉ុបនឹងមិនបោះបង់អ៊ុយក្រែនចោលឡើយទោះក្នុងតម្លៃណាក៏ដោយកញ្ចប់ថវិកា 90 លានអឺរ៉ូដែលត្រូវបានអនុម័តនេះគឺជាផ្នែកមួយនៃផែនការមេរបស់សហភាពអឺរ៉ុបដើម្បីធានាថារដ្ឋាភិបាលទីក្រុងគៀវមានសមត្ថភាពហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងដំណើរការរដ្ឋបាលបង់ប្រាក់ឲ្យមន្ត្រីរាជការគ្រូពេទ្យនិងទាហានព្រមទាំងការស្ដារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយសារសង្គ្រាមថវិកានេះត្រូវបានរៀបចំឡើងដើម្បីគ្របដណ្ដប់លើតម្រូវការហិរញ្ញវត្ថុរបស់អ៊ុយក្រែនសម្រាប់ឆ្នាំ 2026 និង 2027 ក្នុងស្ថានភាពដែលសង្គ្រាមអូសបន្លាយការគ្រប់គ្រងផ្នែកថវិកានេះមានសារៈសំខាន់ស្មើនឹងការផ្ដល់អាវុធនៅលើសមរភូមិព្រោះវាការពារអ៊ុយក្រែនពីការដួលរលំផ្នែកសេដ្ឋកិច្ចនិងអតិផរណាដែលសត្រូវចង់ឃើញអស់រយៈពេលជាច្រើនខែមកហើយដែលគម្រោងដ៏ធំធេងនេះត្រូវបានជាប់គាំងដោយសារសិទ្ធិវេតូរបស់ប្រទេសហុងគ្រីក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោកវីកតូអឺបានចំនួននេះបានកើតឡើងបន្ទាប់ពីលោកអឺបានចោទប្រកាន់អ៊ុយក្រែនថាបានរារាំងដល់ការបញ្ជូនប្រេងរបស់រុស្ស៊ីតាមបំពង់បង្ហូរប្រេងដែលឆ្លងកាត់ទឹកដីអ៊ុយក្រែនមកកាន់ហុងគ្រីទោះជាយ៉ាងណាឧបសគ្គនេះត្រូវបានដោះស្រាយនៅពេលដែលក្រុមហ៊ុនប្រេង MOL របស់ហុងគ្រីបានបញ្ជាក់ថាប្រតិបត្តិការអ៊ុយក្រែននៃបំពង់បង្ហូរប្រេងត្រាស្បាបានត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជូនប្រេងឆៅត្រឡប់មកវិញការសម្របសម្រួលបច្ចេកទេសនេះបានក្លាយជាច្រកចេញដ៏ល្អសម្រាប់ទីក្រុងប៊ុយតាប៉េស្តក្នុងការទម្លាក់សិទ្ធិវេតូដោយមិនបាត់បង់មុខមាត់នយោបាយកត្តាដែលមិនអាចមើលរំលងបាននៅក្នុងការសម្រេចចិត្តដ៏ឆាប់រហ័សនេះគឺការប្រែប្រួលនយោបាយផ្ទៃក្នុងរបស់ហុងគ្រីបន្ទាប់ពីការបោះឆ្នោតសភាកាលពីថ្ងៃទី 12 មេសាលោកវីកតូបានជួបប្រទះនឹងការធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំងខណៈដែលលោក Peter Maggia មេដឹកនាំគណៈបកប្រឆាំងដែលទើបឈ្នះឆ្នោតបានប្រកាសគោលជំហរគាំទ្រសហភាពអឺរ៉ុបទាំងស្រុងលោក Peter Maggia បានបញ្ជាក់យ៉ាងច្បាស់ថាក្រុមការដឹកនាំរបស់លោកនាខែក្រោយហុងគ្រីនឹងលែងជាដុំគ្រោះស្បែកជើងរបស់សហភាពអឺរ៉ុបទៀតហើយសារនយោបាយនេះបានបង្ខំឲ្យរដ្ឋាភិបាលបច្ចុប្បន្នរបស់លោកអូបានត្រូវតែធ្វើសម្បទានដើម្បីជៀសវាងការដាក់ដាច់ដោយឡែកពីសហគមន៍អឺរ៉ុបមុនពេលមានការផ្ទេរអំណាចស្របពេលជាមួយនឹងការអនុម័តកញ្ចប់ថវិកាសហភាពអឺរ៉ុបក៏បានសម្រេចចិត្តដាក់ចេញនូវកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីដើមឡើយទណ្ឌកម្មនេះក្រុងនឹងប្រកាសតាំងពីខែកុម្ភៈដើម្បីរំលឹកខួប 4 ឆ្នាំនៃសង្គ្រាមប៉ុន្តែត្រូវបានពន្យាពេលដោយសារការរារាំងរបស់ហុងគ្រីទណ្ឌកម្មថ្មីនេះមានគោលដៅដូចជាវិស័យបច្ចេកវិទ្យាខ្ពស់រារាំងរុស្ស៊ីមិនឲ្យទទួលបានគ្រឿងបន្លាស់អេឡិចត្រូនិកសម្រាប់ផលិតអាវុធទំនើបចំពោះបណ្ដាញហិរញ្ញវត្ថុបន្តកាត់ផ្តាច់ធនាគាររុស្ស៊ីបន្ថែមទៀតពីប្រព័ន្ធអន្តរជាតិនិងចំពោះបុគ្គលនិងអង្គភាពបន្ថែមបញ្ជីខ្មៅលើមន្ត្រីជាន់ខ្ពស់និងសហគ្រាសដែលគ្រប់គ្រងសកម្មភាពសង្គ្រាមក្នុងនាមជាប្រធានបដូវវេននៃសហភាពអឺរ៉ុបប្រទេសស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលនិងជំរុញឲ្យមានការបោះឆ្នោតជាឯកច្ឆន្ទនេះការចោះតលេខាជាផ្លូវការដែលនឹងប្រព្រឹត្តទៅនារុស្ស៊ីថ្ងៃប្រហោះគឺជាការបញ្ចប់នូវភាពមិនច្បាស់លាស់ដែលបានអូសបន្លាយជាយូរមកហើយសម្រាប់អ៊ុយក្រែនការទទួលបានមូលនិធិនេះគឺជាជោគជ័យផ្នែកយុទ្ធសាស្ត្រដ៏ធំធេងវាផ្ដល់ទំនុកចិត្តដល់វិនិយោគិននិងទីផ្សារហិរញ្ញវត្ថុថាអ៊ុយក្រែននឹងមានស្ថិរភាពសេដ្ឋកិច្ចរឹងមាំដើម្បីបន្តការតស៊ូការពារបូរណភាពទឹកដីរបស់ខ្លួនជារួមព្រឹត្តិការណ៍ការពីថ្ងៃពុធគឺជាការបង្ហាញឲ្យឃើញថាទោះបីជាគ្រួសារអឺរ៉ុបមានការខ្វែងគំនិតគ្នាខ្លាំងក្នុងពេលកន្លងមកប៉ុន្តែនៅពេលដែលសេរីភាពនិងសន្តិសុខរួមត្រូវបានគំរាមកំហែងពួកគេតែងតែរួបរួមគ្នាជាធ្លុងមួយការបោះបង់សិទ្ធិវេតូរបស់ហុងគ្រីនិងការអនុម័តកញ្ចប់ថវិកា 90 លានអឺរ៉ូគឺជាការបរាជ័យផ្នែកការទូតដ៏ធំធេងសម្រាប់រុស្ស៊ីដែលតែងតែព្យាយាមបំបែកបំបាក់អឺរ៉ុបជាថ្មីម្ដងទៀតអឺរ៉ុបបានបញ្ជាក់ថាសាមគ្គីភាពគឺជាកម្លាំងហើយការគ្រប់គ្រងចំពោះអ៊ុយក្រែនមិនមែនគ្រាន់តែជាកាតព្វកិច្ចខាងសិលធម៌ប៉ុណ្ណោះទេប៉ុន្តែវាគឺជាការវិនិយោគសម្រាប់សន្តិភាពនិងស្ថិរភាពយូរអង្វែងរបស់ពិភពលោកទាំងមូល